7 វិធីថែទាំសុខភាពផ្លូវចិត្តអ្នកមនុស្សមួយចំនួនបានមើលរំលងលើបញ្ហាសុខភាពផ្លូវចិត្តប៉ុន្តែអ្នកមិនអាចមានសុខភាពល្អដោយគ្មានសុខភាពផ្លូវចិត្តល្អបានឡើយដូច្នេះអ្នកគួរយល់ដឹងពីវិធីមួយចំនួនដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់អ្នក7ចំណុចខាងក្រោមនេះអាចជួយអ្នកបាន1និយាយអំពីអារម្មណ៍របស់ខ្លួននិយាយអំពីអារម្មណ៍របស់អ្នកគឺមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេវាជាផ្នែកមួយដែលអាចធ្វើឲ្យយើងមានអារម្មណ៍ល្អនិងមានសុខភាពល្អបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃអាចឲ្យអ្នកធូរស្រាលក្នុងចិត្តនិងជៀសផុតពីរោគតានតឹង2រៀនពីរបៀបក្នុងការដោះស្រាយជាមួយនឹងភាពតានតឹងព្យាយាមធ្វើអ្វីមួយដើម្បីរំសាយភាពតានតឹងរបស់អ្នកដូចជាធ្វើយូហ្គាធ្វើលំហាត់ប្រាណដកដង្ហើមចូលជ្រៅកម្សាន្តជាមួយធម្មជាតិឬលេងជាមួយសត្វចិញ្ចឹមរបស់អ្នកចូលចងចាំថាត្រូវសើចឲ្យបានច្រើនអ្នកស្រាវជ្រាវបានបង្ហាញថាសំណើចអាចបង្កើនប្រព័ន្ធការពារសម្រាលការឈឺចាប់សម្រាកកាយនិងជួយកាត់បន្ថយភាពតានតឹង3ហូបចុកល្អខួរក្បាលរបស់អ្នកត្រូវការសារធាតុចិញ្ចឹមចម្រុះឲ្យបានគ្រប់គ្រាន់ដើម្បីអាចបំពេញមុខងារបានល្អក៏ដូចជាសរីរាង្គដទៃទៀតក្នុងរាងកាយដែររបបអាហារដែលល្អសម្រាប់សុខភាពរាងកាយរបស់អ្នកក៏ល្អសម្រាប់សុខភាពផ្លូវចិត្តផងដែរ4ជៀសវាងពីគ្រឿងស្រវឹងនិងថ្នាំផ្សេងមនុស្សភាគច្រើនជារឿយប្រើប្រាស់គ្រឿងស្រវឹងឬថ្នាំផ្សេងដើម្បីគ្រប់គ្រងអារម្មណ៍របស់ខ្លួនអ្នកខ្លះផឹកដើម្បីជំនះការភ័យខ្លាចភាពឯកាឬកាត់បន្ថយភាពតានតឹងប៉ុន្តែក្នុងធៀបពិតគ្រឿងស្រវឹងនិងថ្នាំផ្សេងធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញឡើង5គេងឲ្យបានគ្រប់គ្រាន់ការគេងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តនៅពេលដែលយើងគេងបានគ្រប់គ្រាន់វាធ្វើឲ្យយើងកាន់តែងាយស្រួលរំសាយភាពតានតឹងក្តោបក្តាប់ចំណងបញ្ហាបានល្អមានភាពសុទិដ្ឋនិយមនិងមានការចងចាំល្អអ្នកអាចដឹងបានថាអ្នកគេងបានគ្រប់គ្រាន់នៅពេលដែលអ្នកគ្មានអារម្មណ៍ថាងុយគេងនៅពេលថ្ងៃ5រក្សាទំនាក់ទំនងគ្មានអ្វីល្អជាងការណាត់ជួបគ្នានោះទេប៉ុន្តែវាមិនមែនតែងតែអាចធ្វើបានដូច្នេះអ្នកអាចទូរស័ព្ទទៅរកពួកគេផ្ញើសារឬសន្ទនាតាមអ៊ីនធឺណិតជំនួសវិញការរក្សាទំនាក់ទំនងឲ្យបានល្អជាមួយពួកគេនឹងជាផលល្អសម្រាប់អ្នក7ទទួលជំនួយនៅពេលអ្នកត្រូវការគ្មាននរណាម្នាក់ជាមនុស្សអស្ចារ្យទេពេលខ្លះយើងមានអារម្មណ៍នឿយហត់នៅពេលដែលអ្វីមិនទៅតាមគម្រោងឬទទួលរងសម្ពាធណាមួយពីសំណាក់សង្គមគ្រួសារនិងការងារបើសិនជាវាលើសលប់ខ្លាំងពេកហើយអ្នកគិតថាអ្នកមិនអាចដោះស្រាយបានគួរសួររកជំនួយគ្រួសារឬមិត្តភក្តិរបស់អ្នកប្រហែលជាអាចជួយដោះស្រាយបាន